ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបដែលខ្ញុំស្ងោរស្ពៃជូរជាមួយនឹងសាច់មាន់ចាអញ្ចឹងខ្ញុំមានស្ពៃជូរនេះបងប្អូនហើយមានទូចអញ្ចឹងដោយសារទិញអាធំជាងនឹងអត់បានណាចាហើយនេះគឺសាច់មាន់ហើយនេះគឺខ្ញុំមានទឹកត្រីប៉ុណ្ណឹងហើយនេះគឺស្ករសហើយនឹងម្សៅស៊ុបចានេះគឺមើមខ្ទឹមសហើយនឹងដើមខ្ទឹមហើយនេះគឺស្លឹកខ្ទឹមចាអញ្ចឹងទៅមើលពីរបៀបដែលខ្ញុំធ្វើទាំងអស់គ្នាចាអញ្ចឹងខ្ញុំដាក់ឆ្នាំងនឹងអញ្ចឹងទៅហើយបន្ទាប់មកខ្ញុំទុកឆ្នាំងនេះក្តៅបន្តិចបានខ្ញុំចាក់ប្រេងអូលីវចូលហើយបន្ទាប់មកទៀតខ្ញុំដាក់មើមខ្ទឹមសចូលហើយយើងលីងមើមខ្ទឹមសហ្នឹងបន្ទាប់មកខ្ញុំចាក់សាច់មាន់នឹងចូលហើយយើងច្បល់ជាមួយនឹងមើមខ្ទឹមសហ្នឹងណាចាយើងឆាច្បល់ត្រឡប់ដូចបងប្អូនឃើញក្នុងវីដេអូហ្នឹងអញ្ចឹងយើងច្បល់ដើម្បីឲ្យវាចូលជាតិល្អណាចាហើយបន្ទាប់មកខ្ញុំត្រូវទុកវាមួយស្ទុះឲ្យវាចូលជាតិសិនបន្ទាប់មកទៀតគឺខ្ញុំដាក់ទឹកត្រីចូលណាចានេះដាក់ទឹកត្រីចូលហើយបន្ទាប់មកទៀតគឺខ្ញុំនឹងដាក់ស្ករសហើយនឹងម្សៅស៊ុបចូលទៅដែរនេះហើយបន្តទៅទៀតគឺខ្ញុំច្បល់បន្តទៀតច្បល់សាច់នឹងជាមួយនឹងគ្រឿងដែលយើងដាក់ហ្នឹងឲ្យវាចូលជាតិល្អណាហើយខ្ញុំដាក់ដើមខ្ទឹមចូលទៅដែរមិញណាអានឹងវាជួយកាត់ជាតិឆ្អាបសាច់មាន់ហ្នឹងចាអញ្ចឹងជាបន្តទៀតគឺខ្ញុំនឹងដាក់ទឹកចូលចាក់ទឹកធម្មតាយើងហ្នឹងណាចាហើយយើងចាក់ម្លិចសាច់អញ្ចឹងទៅហើយបន្តមកទៀតគឺខ្ញុំទុកចោលរងាស់បងប្អូនរងាស់រហូតដល់សាច់មាន់នឹងយើងផុយតិចទៅណាអញ្ចឹងខ្ញុំទុកចោលរហូតដល់ពុះចារងាស់វាចាឥឡូវនេះគឺវាចាប់ដើមពុះហើយបងប្អូនឃើញពពុះអញ្ចឹងណាអញ្ចឹងខ្ញុំនឹងដួសពពុះនឹងចោលនេះពុះហើយបន្តែវាមានពពុះនោះអញ្ចឹងខ្ញុំដួសចោលឲ្យអស់ពពុះហ្នឹងណាចាចាអញ្ចឹងជាបន្តទៀតនេះគឺខ្ញុំដាក់ស្ពៃជូរនឹងចូលនេះចាដាក់ចូលទៅហើយបន្ទាប់មកយើងទុកវាមកពុះបងប្អូនហើយបន្តទៅទៀតបានយើងដាក់ស្លឹកខ្ទឹមចូលណាចាឥឡូវវាចាប់ផ្ដើមពុះហើយអញ្ចឹងវាមានពពុះនោះអញ្ចឹងខ្ញុំដួសពពុះនឹងចោលចាអញ្ចឹងជាបន្តទៀតគឺខ្ញុំកាត់ស្លឹកខ្ទឹមដាក់ចូលចាប៉ុណ្ណឹងបងប្អូនស្ងោរស្ពៃជូរជាមួយនឹងសាច់មាន់គឺរបៀបដែលខ្ញុំធ្វើគឺធ្វើបែបនេះណាហើយបើសិនជាមានការខុសឆ្គងត្រង់ណាសូមអភ័យទោសផងចាឥឡូវឆ្អិនហើយអាចញ៉ាំបានហើយអញ្ចឹងខ្ញុំសូមលាបងប្អូនត្រឹមប៉ុណ្ណេះសិនហើយជួបគ្នានៅវីដេអូជាបន្តទៀតចាអរគុណច្រើន